នេះជាប្រភេទទូកញ្ចក់ចិញ្ចឹមត្រីលម្អដែលយើងរៀបជូនខាងបងស្រីឲ្យសមទៅនឹងទីតាំងរបស់គាត់ធ្វើការកំងពីខាងយើងខ្ញុំជាប្រភេទចម្រោះមើលបាន4ជ្រុងຂະຫນាតរបស់គាត់គឺបណ្ដោយ1.2 ម៉ែត្រទទឹង45កម្ពស់60ប្រភេទដែលកញ្ចក់10លីទេសភាពខាងក្រោយគាត់ចង់ឲ្យបានព្រោះនាគឲ្យស៊ីគ្នាជាមួយនឹងត្រីនាគដែលគាត់ចង់ចិញ្ចឹមអូខេយើងព្រៀនជូនមកច្បាស់ណាហើយផ្នែកខាងលើគឺយើងមានកម្របសណាញ់ប៉ុន្តែគាត់ចង់បានជាកញ្ចក់យើងធ្វើឲ្យកញ្ចក់ដូចគ្នាស្លាយឆ្វេងឆ្ដាំឲ្យគាត់អាចដាក់ចំណីបានប្រភេទពូលយើងហ្វ្រីឲ្យគាត់មួយដើមដូរបាន3ពណ៌ឥឡូវយើងធ្វើការបង្ហាញពូលតិចទៅកងតាក់គឺសម្រាប់ដោះដូរបាន3ពណ៌ណាឈុតរបស់គាត់នេះគឺខ្មៅសុទ្ធតែម្ដងហើយប្រព័ន្ធបាញ់ទឹករបស់គាត់គឺពីខាងឆ្វេងមកខាងស្ដាំអញ្ចឹងវាមានការសំណល់វាបាញ់មកវានឹងធ្លាក់ចុះទៅចម្រោះខាងក្រោមរបស់យើងចម្រោះរបស់យើងគឺយើងមានសណាញ់3ជាន់វាមានភាពញឹកខុសៗគ្នាហើយចម្រោះរបស់យើងពីមកប្រឡោះទៅមកប្រឡោះក៏យើងមានថ្មស្បៃរៀបឲ្យគាត់មកពេញកន្លែងនេះផងដែរគឺជាវ៉ានសម្រាប់បហូរទឹកទៅទូខាងលើពេលយើងចង់លាងសម្អាតយើងដោតទៅយោទុនចូលបើកវ៉ានហូរចេញហើយអញ្ចឹងយើងអត់ស្មុគស្មាញដាក់ម៉ូទ័រដាក់អីទេនៅខាងក្រោមនេះគ្នាដែរពីមកប្រឡោះទៅមកប្រឡោះពេលដែលចម្រោះរបស់យើងកខិចគាត់អាចធ្វើការបើកវ៉ានបានអញ្ចឹងមួយឈុតរបស់គាត់រួចរាល់ហើយបងណាដែលគាត់ត្រូវការជំភាតចម្រោះមើលឃើញ4ជ្រុងបែបនេះគាត់អាចធ្វើការបងអាចកំងបានតាមຂະຫນាតតាមម៉ូដដែលបងស្រឡាញ់ណាហើយយើងមានសេវាដឹកជញ្ជូន25ខែក្រុងនេះគ្នាអរគុណ